បាទខ្ញុំបាទក៏សូមគោរពនឹងសួស្តីដល់បងប្អូនអូខេបាទស្វាគមន៍មកចូលមកកាន់ Channel Street Vlog បាយជួបគ្នាតែហើយបាទថ្ងៃនេះផងដែរខ្ញុំបាទនឹងនាំមកដល់បងប្អូនទៅការចាប់ដើមបាទចេញពីផ្ទះរបស់ខ្ញុំបាទខ្ញុំចេញពីផ្ទះរបស់ខ្ញុំទៅយើងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចង់ដឹងថាវាយ៉ាងណាសូមជើញតាមដល់អ្នកនរគ្នាបាទ Let's go បាទហើយជាជំហានដំបូងហ្នឹងគឺខាងខ្ញុំចាប់ដើមហៅ Pass App របស់ពូបាទពូដែលនៅជិតផ្ទះបាទគឺជាមួយបាទហើយក៏ចាប់ដើមអង្គុយបាទអង្គុយខាងទៅខាងដូចថាទៅវ៉ាលីធំបាទវ៉ាលីទៅរៀងធំដែរដូច្នេះក៏ដូរកន្លែងគ្នាបាទហើយធ្វើដំណើរចេញទៅបានមកសម្បកគាត់នៅឃើញថាផ្លិចស្អីទេបាទផ្លិចមួកបាទហ្នឹងហើយក៏បកមកយកមួកវិញអើយដល់ហើយវារៀងទេត្រុតហ្នឹងឯងផ្លូវផ្ទះខ្ញុំបាទនេះបាទទឹកលិចអូដល់ហើយបាទហើយនៅពេលនេះបាទនៅពេលនេះផងដែរបាទគឺយើងចាប់ដើមចូលមកដល់ផ្លូវធំហើយបាទផ្លូវវិញស្រេងយើងហ្នឹងហើយបាទនេះក៏ទស្សនានៅតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជាសិនទៅបាទគឺចរាចរណ៍គឺមានការកកស្ទះបាទព្រឹកនេះគឺខ្ញុំទៅគឺកកស្ទះមែនទែនបាទអូមានឡានមានច្រើនបើនិយាយទៅអាផ្លូវភ្នំតែខ្ញុំហ្នឹងផ្លូវវិញស្រេងហ្នឹងគឺកកស្ទះតែរហូតហ្នឹងឯងបាទពួកអីប្រជាជនច្រើនជាមួយនឹងកម្មការនេះក៏ច្រើនដែរបាទនេះទស្សនវិជ្ជាតាមដងផ្លូវដែលធ្វើដំណើរទៅបាទពូគាត់បើកតាមផ្លូវក្នុងផ្លូវអីបាទនេះយើងបានមកដល់អូឡ িম্প ិកបាទនេះគឺឡាន Denden បាទឥឡូវនេះគឺយើងបានមកដល់បេនឡានអានីរបស់ខ្ញុំដែលខ្ញុំទៅធ្វើដំណើរទៅហើយបាទអញ្ចឹងទេពូក៏ចាប់ដើមលើអីវ៉ាន់ចុះមកដើម្បីដាក់ឲ្យខ្ញុំចុះទៅទិញសម្បត្តិឡានជាមួយនឹងការ check passport អីចឹងទៅណាបងប្អូនបាទឥឡូវនេះអីវ៉ាន់ក៏បានដាក់ទៅខាងក្រោមឡានរួចរាល់ហើយដែរបាទហើយខ្ញុំក៏ចាប់ដើមឡើងមកលើឡានដើម្បីអង្គុយចាំចេញដំណើរបាទកៅអីរបស់ខ្ញុំគឺលេខ5និងលេខ6បាទខ្ញុំចូលចិត្តអង្គុយកៅអីខាងមុខវាឆ្លាស់មុខឆ្លាស់មាត់ជាមួយនឹងអក្សររលាក់បងប្អូនណាអង្គុយនៅខាងក្រោយវាក្តៅវារលាក់អីចឹងទៅបាទឥឡូវនេះគឺទស្សនវិជ្ជាមានភ្ញៀវជាច្រើនក៏បានធ្វើដំណើរទៅបាទកំពុងតែឡើងឡានបណ្ដាទាំងអស់គ្នាបាទមានចាស់មានក្មេងមានប្រុសមានស្រីចឹងទៅបាទបាទបន្ទាប់ពីភ្ញៀវបានឡើងឡានចំនួនអស់ហើយបាទឡានក៏ចាប់ដើមចេញដំណើរបាទនៅលើដងវិថីក្នុងប្រទេសកម្ពុជាយើងបាទហើយបាទនេះគឺវាមានសភាពបែបនេះឯងគឺយើងនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេបាទហើយវីដេអូរបស់ខ្ញុំបាទក៏បានបញ្ចប់ដល់ពេលនេះសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទសង្ឃឹមថានឹងបានទស្សនាបន្តទៀតនៅពេលដែលខ្ញុំទៅដល់វៀតណាមបាទសូមអរគុណសូមជម្រាបលាបាយបាយ